ត្រាំប្រកាសថាអាមេរិកត្រូវតែជាម្ចាស់កោះ Greenland ដើម្បីការពារកុំឲ្យរុស្ស៊ីនិងចិនយកទៅបាត់បញ្ហាកោះ Greenland នៅតែជាប្រធានបទដ៏ក្តៅបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បើកប្រតិបត្តិការនៅវេណេស៊ុយអេឡាចាប់ខ្លួនលោក Nicolas Maduro និងភរិយាពេលនេះប្រមុខសេតវិមានបានបញ្ជាក់យ៉ាងច្បាស់ថាអាមេរិកត្រូវតែជាម្ចាស់លើកោះ Greenland ដើម្បីការពារកុំឲ្យរុស្ស៊ីនិងចិនយកទៅបាត់ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុង Washington កាលពីថ្ងៃសុក្រទី9 ខែមករាឆ្នាំ2026មេដឹកនាំអាមេរិកនិយាយថាប្រទេសនានាចាំបាច់ត្រូវតែមានកម្មសិទ្ធិហើយយើងការពារអ្វីដែលជាកម្មសិទ្ធិរបស់យើងមិនការពារអ្វីដែលជាការជួលនោះទេយើងនឹងធ្វើវាទោះតាមវិធីណាក៏ដោយមិនថាស្រួលឬលំបាកលោកបន្តថាប្រទេសទាំងឡាយមិនអាចធ្វើកិច្ចព្រមព្រៀងរយៈពេល9ឆ្នាំឬសូម្បីតែកិច្ចព្រមព្រៀង100ឆ្នាំនោះទេអាមេរិកចាំបាច់ត្រូវតែមានកម្មសិទ្ធិផ្ដាច់តែម្ដងខ្ញុំស្រឡាញ់ប្រជាជនចិនហើយខ្ញុំក៏ស្រឡាញ់ប្រជាជនរុស្ស៊ីដែរប៉ុន្តែខ្ញុំមិនចង់ឲ្យពួកគេមកធ្វើជាអ្នកជិតខាងនៅកោះ Greenland ទេ